ក្រុមលេខ1ក្នុងលោកប្រព័ន្ធសអាសង់ទីនវាយបកលើក្រុមបាល់ទាត់តោកំណាយអង់គ្លេសដោយព្រាចូលខ្លួនចឹងបងប្អូនហើយសាហាវពេកហើយអាសង់ទីនអើយអ្នកខ្លាំងពេកហើយអ្នកវាយបកវាពិតជាល្អពេកបាទសាហាវពេកព្រោះដោយសារតែអាសង់ទីនគឺជាក្រុមដែលស្ដេចវាយបកហើយនៅ World Cup នេះគ្មានណាវាយបកស្អាតដូចអាសង់ទីនទេតាំងតែពីវគ្គ32វគ្គ16វគ្គ8រហូតដល់វគ្គ4ក្រុមនេះត្រូវជួបជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិបាទគឺកូជុលអេស្ប៉ាញចង់ឬមិនចង់នៅក្នុងការប្រកួត Finalissima គឺមិនបានជួបគ្នាដោយសារចាញ់ញាក់ទីញាក់ទឹកដីឥឡូវនេះមកជួបគ្នា World Cup Final Game គឺអាសង់ទីនត្រូវជួបអេស្ប៉ាញហើយបងប្អូនវាគឺជារឿងដ៏អស្ចារ្យបំផុតដែលយើងមិននឹកស្មានថាកីឡាកររបស់អាសង់ទីនវាយបកចុងម៉ោងនៅពេលដែលអង់គ្លេសមានគ្រាប់បាល់មួយនៅនាទីទី55ហើយពេលហ្នឹងហើយគឺអាសង់ទីនមិនឲ្យអង់គ្លេសលេងតែម្ដងសង្កត់ជួនអង់គ្លេសរហូតដល់អង់គ្លេសដាច់ដង្ហើមនៅចុងម៉ោងបងប្អូនហើយអង់គ្លេសគឺខំប្រឹងមែនទែនហើយតាមមើលការវិភាគរបស់ខ្ញុំខ្ញុំគាត់ថា Declan Rice Elliot Anderson បាទកីឡាករ Jude Bellingham នឹងព្យាយាមផ្ដាច់ចរន្តដែលមិនឲ្យ Messi make play បានប៉ុន្តែ God Lionel Messi នេះមិនអាចបញ្ឈប់គាត់បានទេបងប្អូនហើយគាត់ make play អាស៊ី2គ្រាប់នៅនាទីទី85ដោយ Enzo Jeremy Fernandez តបបញ្ចូលទីនៅនាទីទី90+2 Lautaro Martinez ជាអ្នកផ្ដាច់ Madrid បញ្ចប់ដង្ហើមអង់គ្លេសចុងម៉ោងសាហាវមែនទែនទឹកចិត្តអ្នកគ្រប់គ្រងទាំងកីឡាករគឺដូចបាក់ស្រិបតែម្ដងបាទគឺវាជាការប្រកួតដ៏ចម្រុងចម្រាស់ដែលមិននឹកស្មានដល់ថាអាសង់ទីននៅតែអាចវាយបកបានល្អមែនទែនទម្រង់អាសង់ទីនសាហាវពេកដូចខ្មៅចូលមិនមនុស្សលេងវាសាហាវពេកវាសាហាវមែនទែនហ្មងបងប្អូនអត់ដឹងនិយាយថាម៉េចព្រោះជន់យកកាត់ផ្ដាច់គ្រប់តំបន់អង់គ្លេសចង់ហើបក្បាលវាយភងអត់មានបាល់ចេញរួចទេអាសង់ទីនសង្កត់រហូតដល់អង់គ្លេសស្រែកថាជួយផងខ្ញុំទៅលេងរួចហើយ2គ្រាប់អាហ្នឹងដោយសារតែអង់គ្លេសមានបារមីជួយផងបាទបាល់បុកបកគោទី2ដងបាទតែបុកបកគោទីផងអាទាត់បុកបកគោទីផងបាទកុំអីហ្នឹងអាចមានគ្រាប់បាល់3ទៅ4គ្រាប់បាទអញ្ចឹងបានថាយើងមិននឹកស្មានថាអាសង់ទីនខ្លាំងដល់កម្រិតនេះទេបាទពួកគេស័ក្តិសមជាម្ចាស់ជើងឯករដូវកាលចាស់ World Cup 2022ហើយក៏ស័ក្តិសមជាម្ចាស់បាទចំណាត់ថ្នាក់លេខ1លើ ranking FIFA ពិភពលោកបច្ចុប្បន្ននេះគឺគាត់លេខ1ហើយគាត់ស័ក្តិសមមែនទែនហ្មងអញ្ចឹងក្រុមលេខ1លើលោកអាសង់ទីនជាអធិរាជ comeback ចុងម៉ោងមិនចាំបាច់ខ្វល់ថាអាសង់ទីនបុកលុយទេមើលតែប៉ុណ្្នឹងទៅដឹងហើយមិនដឹងថាយកអីមកទប់ទៀតទេបងប្អូនហើយបាទគឺអាសង់ទីនខ្លាំងណាស់បាទប៉ាអេស្ប៉ាញនឹងឆ្ងាញ់ភ្នែកហើយដូច្នេះបងប្អូនកុំភ្លេច join channel Telegram ដើម្បីទទួលបានការប្រកួតជារៀងរាល់ថ្ងៃនិងព័ត៌មានកីឡាជារៀងរាល់ថ្ងៃដូចគ្នាផងដែរយើងជួបគ្នានៅ final game ផងដែរបាទសូមអរគុណនិងសូមគោរពលា